ក្រូចអានេះគេហៅ passion ណាបងប្អូនអរគ្នា passion ហើយខ្ញុំដាំវាយូរហើយណែដាំវាយូរដែរហើយប៉ុន្តែក៏មិនដែលចាប់អារម្មណ៍ថាវាមានផ្កាមានផ្លែដែរបងប្អូនព្រោះទ្រើងវាដាក់នៅខាងមុខផ្ទះណាឥឡូវវាក៏ចាប់ផ្ដើមឡើងហើយតែពីល្ងាចមិញនេះក៏ឈរសម្លឹងមើលពេលភ្លៀងហើយនេះក៏បានឃើញផ្លែឃើញផ្កាអើយដាំនេះវាចូលចង់កន្លះឆ្នាំដែរហើយក្រូចនេះគឺយើងយកផ្លែវាមកតាំងពីមណ្ឌលគិរីបងប្អូនយកមកពីមិត្តភ័ក្តិគេមកគេទិញមកឲ្យហើយឥឡូវនេះក៏ចាប់ផ្ដើមដាំទៅគឺឥឡូវបានទទួលផ្លែបងប្អូនអត់ដែលបានមើលវានៅទាំងមុខផ្ទះហ្នឹងរាល់ថ្ងៃតែយើងអត់ដែលបានមើលវាឥឡូវស្រាប់តែមានផ្កាអូយបងប្អូនរើឡើងទ្រើងគឺធ្វើទ្រើងដាក់វាឡើងឥឡូវឡើងទ្រើងហើយផ្កាហើយនេះផ្លែដែលឃើញអាមួយធំហ្នឹងបានឃើញវាបានចាប់ដើមមើលទៅគឺផ្កាគ្រប់ត្រួយផ្លែគ្រប់ត្រួយមកហ្មងបងប្អូនហើយដឹងហូបមិនអស់ទេឥឡូវដល់ឡើងពេញមកទ្រើងហ្នឹងគឺដល់កផ្កានេះនិយាយពីថាផ្កាគ្រប់ត្រួយហ្មងវាអត់ដែលបានមើលវាវានៅតែមុខផ្ទះហ្នឹងតែឥឡូវនេះឈរស្លឹងទៅស្រាប់តែឃើញផ្លែមួយមិនមែនផ្លែក្រូចនេះណានេះផ្លែក្រូចទេគឺផ្លែ passion ហ្នឹងវាមានផ្លែមួយធំហើយប្រហែលថាធំជាងមេជើងដល់ពេលផ្លែធំហ្នឹងมันមើលទៅឃើញហើយដល់ពេលយើងមើលតាមតងទៅឃើញផ្កានេះផ្កាវាបងប្អូនប៉ុន្តែឥឡូវខ្ញុំថតឲ្យវារៀងល្ងឹតបន្តិចដោយសារវាទៅតែភ្លៀងហើយឥឡូវហ្នឹងគឺផ្លែច្រើនមែនតើហ្មងហូបអស់ហើយនេះជាពូជ passion ផ្អែមជាពូជ passion ផ្អែមគឺផ្លែវាសបកវារឹងហើយពណ៌វាពណ៌ខៀវណាផ្អែមហ្មងផ្អែមមែនតើមិនមែនពពួកជូរណាចានេះគឺពួកផ្អែមអញ្ចឹងនៅនេះគេលក់1គីឡូ10000ជាង10000រៀល12000ណា12000 15000អីណាគេបេះពីចការគេមកប្រហែលជាខ្ទង់1គីឡូ5000អីហ្នឹងហើយឥឡូវនេះក៏ផ្លែច្រើនអញ្ចឹងមិនដឹងយកទៅលក់ណាទេបងប្អូនអើយចាំជួយហូបទាំងអស់គ្នាណាផ្លែ passion ដើមនៅមកជុំផ្ទះហ្នឹងឯងចេះតែដាំទៅបងស្រីគាត់អ្នកដាំហើយយកថតយកមកនិយាយដូចមែនតើអញ្ចឹងតាមពិតមិនខ្លួនឯងអ្នកដាំផងបងស្រីគាត់អ្នកដាំសោះក៏ចង់ចែកម្លែកមកបងប្អូនថាអ្វីនៅជុំវិញផ្ទះយើងហ្នឹងបើសិនជាយើងថែវាល្អហើយក៏យើងចាប់ផ្ដើមដាំវាយើងមានដីបន្តិចបន្តួចនៅជុំវិញផ្ទះហ្នឹងយើងចេះតែដាំទៅហើយក្រូចនេះវាក៏ជាម្លប់ដែរអញ្ចឹងឃើញហើយបងគាត់ចាប់ផ្ដើមធ្វើទ្រើងវាដើម្បីឲ្យវាឡើងតាមទ្រើងហ្នឹងមកវាជាម្លប់ហើយយើងបានផ្លែវាហូបទៀតអញ្ចឹងវាជាងាយស្រួលចាតែផ្ទះខ្ញុំបងប្អូនមានមកចាប់ណាតាំងពីក្រូចឆ្មាក្រូចសើចមានតាំងពីដូងណាមានតាំងពីជីខ្ទឹមជ្រៃអីមានមកចាប់ហ្មងអញ្ចឹងអត់ខ្វះអីទេអត់ថាពេលត្រូវការរត់ទៅផ្សារហ្មងពេលត្រូវការបានបេះទេពេលត្រូវការគឺរត់ទៅផ្សារហើយប៉ុន្តែនៅផ្ទះមានទាំងអស់តែអត់ដល់ពេលត្រូវការស្លោគឺរត់ទៅផ្សារទិញមកគេឲ្យមកហ្មងយើងទិញត្រីទិញបន្លែទិញសាច់គេមកគេឲ្យអាគ្រឿងនឹងមកជាមួយគ្នាអញ្ចឹងអាគ្រឿងនៅផ្ទះមានជីមានសក្រីមានមកដេងល្មៀតអីហ្នឹងអត់ដែលបានស្លោទេបងប្អូនដឹងបងប្អូនណាដូចខ្ញុំខ្លះទេអត់ដែលបានស្លោដែលបានបេះទេថ្ងៃណាអត់ទៅផ្សារហើយអត់មានគ្រឿងទាំងអស់ហ្នឹងអាហ្នឹងមិនដើរបេះមកយើងថាទៅផ្សារហើយមានហើយគឺអត់ដែលបានបេះទេអញ្ចឹងអាហ្នឹងគឺនៅទាំងអស់ព្រោះវាអត់នៅជុំគ្នាខ្ជិលដើរប្រមូលដល់ពេលទៅផ្សារទៅគេឲ្យមកស្រាប់ហ្មងយើងស្រួលតែពេលយើងអត់យើងទៅដើរបេះដើរប្រមូលមកមុំជុំគ្នាតែទៅផ្សារគេឲ្យយើងទិញបន្លែគេទិញតកួនទិញផលិតអីគេឲ្យគ្រឿងមកមានម្អមមានសក្រីអីមានម្ទេសអីមកជាមួយគ្នាហ្មងអញ្ចឹងយកមកដាក់ស្លយកហ្មងងាយស្រួលបើយើងឡើងទៅផ្សំទៅអីអូយអត់ទេ
យើងធ្វើការផងហត់នឿយមកបានផ្លែតមួយផ្លែតអញ្ចឹងអស់នឹងនៅទាំងអស់តែម្ដងអត់មានបាន